ស្អីហ្នឹងកាត់ផ្ដាច់ចំណងរបស់ខ្លាហ្នឹងបានជាប់តាក់ហ្នឹងទៅក៏បានហត់សគ្រប់អាចោមួយហ្នឹងខំដាច់ខ្យល់បាត់ទៅបងប្អូនហ្នឹងហើយមកទុះមកហ្នឹងគេក៏បានដើររត់លេងជាមួយសត្វត្រីសត្វខ្លាគេហ្នឹងគេរត់ចោះរត់ឡើងរត់មកជួបនឹងស្រីស្អាតយើងមួយកំពុងហែទឹកលេងម្នាក់ឯងរំភើនៅកណ្ដាលទឹកហ្នឹងទៅហើយគេមានផែនការអញ្ចឹងទៅហើយផែនការគេឲ្យសត្វភេរបស់គេហ្នឹងទៅលួចកៅអៅម្នាក់ស្រីហ្នឹងហើយទៅគេហ្នឹងក៏បានមានផែនការឲ្យសត្វខ្លារបស់គេហ្នឹងធ្វើបឆោតនាងដាក់ហ្នឹងដេញតាមសម្រាប់អីចឹងហើយគេហ្នឹងធ្វើជាវរៈបរោះសេះសជួយស្រីស្អាតចឹងទៅហ្នឹងហើយជួយស្រីស្អាតគេបានហក់ចាប់នាងហ្នឹងអត់ថាកំខ្លាចបងមកដល់ហើយបងមកជួយហ្នឹងហើយអត់ឯងនៅស្ងៀមទៅបងនឹងជួយស្លាប់សត្វខ្លាហ្នឹងអញ្ចឹងជួយឲ្យខ្លាហ្នឹងខ្លាចគេអញ្ចឹងព្រោះគេហ្នឹងមានក្បាច់គុណពិសេសអញ្ចឹងទៅគេក៏ចាញ់ឃើញចង្ងាដាក់សត្វខ្លាហ្នឹងដែរខ្លាហ្នឹងស្អាគ្នាគេបងប្អូនហ្នឹងហើយខ្លាហ្នឹងគេធ្វើក្រាបទៅគេធ្វើមិនភ្នែកឲ្យខ្លាហ្នឹងរត់ទៅក្រៅអញ្ចឹងគេធ្វើឲ្យខ្លាចគេអញ្ចឹងគេមានក្បាច់គុណអញ្ចឹងទៅរៀមអ្នកហ្នឹងចឡើងសុនឯណាទៅរៀមហ្នឹងក៏បានរត់ទៅបាត់ទៅហ្នឹងហើយមកទៅក្រោយមកហ្នឹងក៏បានចេញមកដល់កន្លែងកសម្ព័ន្ធមួយហ្នឹងក៏បានចាប់រៀមអ្នកហ្នឹងយកមកធ្វើទរណកម្មហ្នឹងទៅហើយគេហ្នឹងមកបានជួយស្រីស្អាតអ្នកហ្នឹងគេបានមកចូលបងពុងប៉ងមកជួយប្រយុទ្ធអីយើងជួយស្រីស្អាតអ្នកហ្នឹងហើយចុះឡើងខ្ញុំបរោះហ្នឹងក៏បានបហាជីវិតអ្នកស្រីហ្នឹងតែម្ដងហ្នឹងមកជួយតន់ម្ដងហ្នឹងគេបានចាក់ស្លាប់បរោះហ្នឹងមានចាក់ទៅក្រោមបាត់ទៅហើយគេក៏បានចេញក្បាច់កុងហ្វូគេហ្នឹងបរោះហ្នឹងក៏បានបើកផ្នែកឡើងក៏បានរងនឹងដើរជាហៀងហ្នឹងដើម្បីបរោះចាក់បរោះម្នាក់ហ្នឹងចៃដល់នេះក៏មានសត្វសំណប់ចិត្តរបស់គេក៏ហក់មកខាំកបរោះម្នាក់ហ្នឹងធ្លាក់ចូលទៅក្នុងភ្នក់បាត់ទៅអាភ្នក់ភ្លើងដៅហ្នឹងបានឆេះស្លាប់ទាំងពីរទាំងសត្វសំណប់របស់គេហ្នឹងទៅធ្វើឲ្យបរោះម្នាក់ហ្នឹងសោកស្ដាយជាខ្លាំងហើយក៏ខូចចិត្តជាខ្លាំងណាស់ដែរហើយចាប់ពីថ្ងៃហ្នឹងមកហ្នឹងក៏សត្វម្នាក់ហ្នឹងក៏បានកំព្រាមានកូនមានអីតពូជអញ្ចឹងទៅហើយបាត់ឪពុកបាត់អីអញ្ចឹងទៅហ្នឹងហើយរឿងហ្នឹងចប់ប៉ុណ្ណឹងបងប្អូនបាយ